ม้วนดอทตึกดงดอทสไปกระดาวไอ้ฮาวยังจังมาดอทจมวยนางบอลมาเตะให้นางตะโกกามาดองจีบท่ารู้ชิดช่างเหมือนแตนมงปอนใส่ม้วนไว้เนี่ยหลังพลอยให้การประเครื่องแบบนี้มันมีได้จราเนี่ยได้มาสร้างสุมติ๊กดับเพลงจ้องให้นางก็ตำมาเตะได้บานบอกรวยนั่งน่าประจมวยใส่ม้วนให้ยีบท่าใส่ม้วนแบบยมนี่คือยมประเครื่องตกตังปีละเงียจะมงปอนประลางมันดอทจังเตอคือท่าโจชิดจมวยนางเครื่องมันละอเหมือนแตนให้สมัยการดอทม้วนนี่ได้คือยมเมียนโกสลักเรนเด้งสลักโกรธให้นางตะโกกาได้ហើយការធ្វើរបស់ខ្ញុំគឺខ្ញុំដាក់ឆ្នាំងមកដាក់គល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចនិងក្រាលពីក្រោមឆ្នាំងនឹងទៅហើយចាក់ប្រេងឆាបន្តិចដែរបងប្អូនរំលីងគល់ស្លឹកគ្រៃនឹងឲ្យរាងឈ្ងុយទៅដាក់ស្ករត្នោតដែររំលីងឲ្យឡើងក្រហមបន្តិចទៅចាំយើងដាក់សាច់មាន់ចូលណាយើងរំលីងស្ករត្នោតអញ្ចឹងណាដើម្បីឲ្យសាច់មាន់របស់យើងនឹងមានពណ៌រាងក្រហមបន្តិចអញ្ចឹងណាបើយើងអត់ដាក់ស្ករត្នោតទេសាច់មាន់របស់យើងនឹងពណ៌រាងសសអញ្ចឹងវាមើលទៅអត់សូវតំណងអញ្ចឹងណាអញ្ចឹងហើយគឺយើងរំលីងស្ករត្នោតជាមួយនឹងស្គល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចនឹងឲ្យវាឈ្ងុយផងឲ្យវារៀងពណ៌ក្រហមផងបើភ្លើងតិចដែរបងប្អូនខ្លាចខ្លោចចឹងណាព្រោះដោយសារស្ករត្នោតវាឆាប់ខ្លោចចឹងហើយខ្ញុំបើកភ្លើងរឹមទេរួចហើយរំលីងចុះឡើងរៀងយូរដែរណាបងប្អូនចេះទៅរំលីងតតែគល់ស្លឹកគ្រៃហើយនឹងគ្រឿងហ្នឹងមើលទៅក្រហមហើយឡើងឈ្ងុយទៀតណាបានខ្ញុំដាក់សាច់មាន់ចូលមើលទៅការរំលីងគល់ស្លឹកគ្រៃហ្នឹងទៅគឺថារំលីងរៀងយូរដែរបងប្អូនចេះទៅយើងចង់ឆាប់ដាក់ក៏បានដែរតែសម្រាប់ខ្ញុំគឺថាខ្ញុំរំលីងរៀងយូរបន្តិចណាដើម្បីឲ្យវាក្លិនឈ្ងុយហើយបានខ្ញុំដាក់សាច់មាន់ចូលដាក់សាច់មាន់ហើយគឺយើងយកអាទឹកប្រឡាក់សាច់មាន់ហ្នឹងចាក់ចូលទាំងអស់ហ្នឹងមកបងប្អូនរួចហើយចាំយើងកោះកូកាដាក់ណាដាក់កូកាហ្នឹងគឺបងប្អូនដាក់តិចច្រើនតាមបងប្អូនធ្វើអញ្ចឹងណាសម្រាប់ខ្ញុំគឺខ្ញុំដាក់មកកំប៉ុងនឹងតែម្ដងដោយសារតែសាច់មាន់យើងរមាស់រៀងយូរដែរហើយការប្រឡាក់ហ្នឹងគឺយើងអត់សូវដាក់ស្ករច្រើនទេហើយយើងរំលីងតែស្ករនឹងឯងហើយទៅយើងដាក់កូកាទៅវាមានជាតិផ្អែមណាដាក់តែកូកាហើយគឺយើងគ្របទុករមាស់ដុតមាន់នឹងតតែឆ្អិនទៅបងប្អូនបើកភ្លើងតិចបានហើយបើកភ្លើងខ្លាំងខ្លាច់ខ្លោចអញ្ចឹងណាតែយើងអាសាបើកគ្រប់ឆ្នាំងមើលដែរបងប្អូនអាសាប្រែសាច់មាន់យើងចុះឡើងទៅដើម្បីឲ្យមាន់របស់យើងនឹងឆាប់ឆ្អិនអញ្ចឹងណាហើយក្នុងកំឡុងពេលដុតមាន់ហ្នឹងបងប្អូនអាចទៅធ្វើទឹកជ្រលក់ទៅបងប្អូនចូលចិត្តជ្រលក់ជាមួយទឹកជ្រលក់បែបណាបងប្អូនធ្វើទឹកជ្រលក់ហ្នឹងទៅដូចជាទឹកម្រេចក៏បានទឹកត្រីបុកក៏បានដែរតែបើថាខ្ញុំវិញគឺចូលចិត្តទាំងពីរហ្នឹងឯងបងប្អូនពេលខ្លះទៅគឺខ្ញុំយកទៅជ្រលក់ជាមួយទឹកម្រេចទៅពេលខ្លះទៅគឺខ្ញុំជ្រលក់ជាមួយនឹងទឹកត្រីបុកអញ្ចឹងទៅហើយឥឡូវនេះគឺថាសាច់មាន់របស់ខ្ញុំបានឆ្អិនហើយណាបងប្អូនគឺអត់នៅទាំងមូលទេដោយសារតែខ្ញុំកាច់វាមើលអញ្ចឹងណាអញ្ចឹងទៅគឺវារៀងកណិតកណាត់ហើយប៉ុន្តែអត់អីទេបងប្អូនគឺថាសាច់ឡើងផុយទៅនងមែនតែនហើយខ្ញុំក៏មានស្តេកសាច់គោមួយមុខទៀតដែរ